ការធ្វើម្ហូបមិនត្រឹមតែជាការរៀបចំអាហារបរិភោគប៉ុណ្ណោះទេប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវិតប្រចាំថ្ងៃផងដែរ1សុខភាពល្អជាងមុនពេលយើងធ្វើម្ហូបដោយខ្លួនឯងអាចជ្រើសរើសគ្រឿងផ្សំស្អាតសុវត្ថិភាពនិងបន្ថយប្រេងអំបិលឬស្ករវាជួយការពារជំងឺនិងថែរក្សាសុខភាពបានល្អ2សន្សំសំចៃថវិកាការទិញម្ហូបពីក្រៅច្រើនពេលមានតម្លៃថ្លៃជាងបើធ្វើម្ហូបផ្ទះអាចចំណាយតិចនិងទទួលបានអាហារច្រើនជាង3បង្កើនជំនាញនិងចំណេះដឹងការធ្វើម្ហូបជួយឲ្យយើងរៀនបច្ចេកទេសថ្មីដឹងពីរបៀបផ្សំគ្រឿងនិងបង្កើតមុខម្ហូបថ្មីបាន4បង្កើនភាពជិតស្និទ្ធក្នុងគ្រួសារការធ្វើម្ហូបជាមួយគ្នាឬបរិភោគជុំគ្នាជួយបង្កើនភាពស្រឡាញ់និងភាពរួបរួមក្នុងគ្រួសារ5បង្កើនអារម្មណ៍សប្បាយរីករាយមនុស្សជាច្រើនមានអារម្មណ៍ស្រួលចិត្តពេលធ្វើម្ហូបដូចជាការកម្សាន្តនិងបន្ថយស្ត្រេស6អាចបង្កើតជារបរបានបើមានជំនាញល្អអាចបំលែងការធ្វើម្ហូបទៅជាអាជីវកម្មដូចជាលក់ម្ហូបឬបើកហាងបាន